bay đăng tha vi sạ khắp bồ chia này cứ chỉ bôn thông nực nông Praputa Sasana Praputa Sasana bôn thông này miền tại pi tê na lục dây lục tá na tì mũi vi sạ khắp bồ chia tì pi miệng khắp bồ chia na vì sạ khắp bồ hai dương nơi bật tớp bôn Phật Sasana đại miệng asa là hạ bồ chia chỉ đào na ta dương Parup vị thi bôn thông thông nực nông bôn Praputa Sasana này miền tại pi tê cứ bôn vì sạ bồ chia miệng khắp bồ chia vì sạ khắp bồ chia này cứ dương thưa rầm lắc đòn là khát sầm mai ngay mừng cul đặc tiếng bay ở bọc Praputa Sasana đại dương miền ởក្នុងលោកបានប្រដិស្ថានទី1គឺព្រះអង្គទ្រង់ប្រសូតណាថ្ងៃនេះគឺជាថ្ងៃល្អណាស់ចំថ្ងៃសុក្រណាជាកំណើតដ៏ធំហើយ15កើតខ្នើតខែវិសាខទៅទៀតណាអញ្ចឹងគឺថ្ងៃសុក្រហើយទី2ត្រាស់ដឹកនៅថ្ងៃពុធ15កើតខែវិសាខទី3បរិណព្វាននៅថ្ងៃអង្គារណាឆ្នាំម្សាញ់ខែវិសាខសិតតែជាមង្គលថ្ងៃប្រពុតកើតឡើងក៏ផែនដីញាប់ញ័ររុះរួយថ្វាយសាទរពរជ័យបន្លឺសញ្ញាផែនដីទាំងឡាយញ័រសពសាទុកាប្រាប់ថាអ្នកត្រាស់ដឹងកើតឡើងហើយក្នុងលោកណាទី2ព្រះអង្គត្រាស់ដឹកនៅថ្ងៃនេះដែលពេលនឹងឯងដែលជាពេលដែលព្រះអង្គត្រាស់ដឹកណាបច្ចុសកកាលេណាដែលព្រះអង្គប្រយុទ្ធដែលព្រះអង្គដែលមានប្រយុទ្ធប្រឆាំងប៉ុណ្ណឹងនឹងព្រះហើយក៏បរាជ័យនៅម៉ោងនឹងដែរណាទី3ព្រះអង្គបរិណព្វានទៅក៏នៅម៉ោងនឹងដែរវេលាចិត្តភ្លឺនឹងដែរណាអញ្ចឹងម៉ោងនេះបុរាណពីដើមគេប្រពៃពិធីម៉ោងនេះឯដែលជានខត្តសម័យមង្គលជ័យដើម្បីបុណ្យធំនៅក្នុងព្រះពុទ្ធសាសនាក៏ប៉ុន្តែយើងវាអត់មានដើម្បីប្រពៃពិធីណាជាទំរូបការងារពិការរវល់តាមពិតណាម៉ោងហ្នឹងគឺជាម៉ោងដែលត្រូវប្រពៃពិធីឲ្យថ្វាយប្រកាសវិសាខបូជាហើយព្រះអង្គប្រសូតក៏ម៉ោងហ្នឹងបរិណព្វានក៏ពេលចិត្តភ្លឺហ្នឹងត្រាស់ដឹងក៏ពេលចិត្តភ្លឺហ្នឹងណាហើយមើលនៅក្នុងគម្ពីរតែតាសូត្រពុទ្ធប្រវត្តិរាល់ថ្ងៃលោកបានដឹងហើយណាអញ្ចឹងបុណ្យធំនៅក្នុងពុទ្ធសាសនាដែលធំនេះមានតែ3នឹងមានតែ2ទេវិសាខបូជាមាឃបូជាអាសាលហបូជាតែអាសាលហបូជាកន្លែងខ្លះក៏នៅធ្វើកន្លែងខ្លះក៏មិនបានធ្វើទេអាសាលហបូជាហ្នឹងគេធ្វើព្រះអង្គទៅប្រោសសម្ដែងនៅឋានតាវតិកប្រោពុទ្ធមេត្តាណាប្រអភិបពិធីអាសាលហចេតាហើយថ្ងៃនេះយើងជាពុទ្ធបរិស័ទណាត្រូវតម្កល់ចិត្តត្រូវធ្វើចិត្ត